ដំបងថាបិទច្រកចង់ឲ្យកម្ពុជាទៅអង្វរឲ្យបើកវិញហីឥឡូវកម្ពុជាអត់អង្វរហើយថែមទាំងមកអង្វរកម្ពុជាអត់បើកឲ្យទៀតអាណត្តិក្មេងតូចដល់ហើយនេះមិនត្រឹមតែនាយករដ្ឋមន្ត្រីរបស់យើងមិនព្រមបើកច្រកខ្លះឲ្យឡានដឹកទំនិញបានចេញចូលទេថែមទាំងអគ្គនាយកអន្តរប្រវេសន៍គឺហាមមិនឲ្យអនុញ្ញាតឲ្យឡានទំនិញបានចេញចូលទេលុះត្រាតែភាគីខាងថៃបើកច្រកទាំងអស់ដោយឯកតោភាគីដូចដើមវិញដូចពេលដែលបិទនៅថ្ងៃទី7មិនិនាអញ្ចឹងណាឥឡូវអ្នកឯងបិទដោយឯកតោភាគីខ្លួនឯងឥឡូវអ្នកឯងទៅបើកទាំងអស់វិញដោយឯកតោភាគីវិញកុំលេងកលាឆ្លាតពេកក្មេងតូចបើត្រូវបើកទាំងអស់មានបើកខ្លះដើម្បីឲ្យខ្លួនឯងបានចំណូលទេឥឡូវបើខ្លាំងឲ្យមេតបភូមិភាគ2នឹងមកសុំវល់ខ្មែរវិញមើលបើតាមចិត្តខ្ញុំក្តៅខ្ញុំអត់ចង់ឲ្យបើកទេលុះត្រាតែអាមេតបភូមិភាគ2នេះមកសុំវល់ខ្មែរឲ្យបើកវិញចាំបើកឯងអឿនណាចេះស្រេចចិត្តជំនួសនាយករដ្ឋមន្ត្រីសិតតាបិទច្រកបិទអ៊ីនធឺណិតឥឡូវមិនខ្មែរអត់មានអាណាកើតអីលេង